ឃាតកម្មដ៏រន្ធត់ក្នុងគ្រួសារចៅស្រីបង្កើតពីរនាក់រួមដៃគ្នាដាច់ជីវិតជីដូនព្រោះរឿងស្នេហាភ្នំពេញយុវតីពីរនាក់ដែលត្រូវជីចៅបង្កើតត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បាប់អំពើទី2ធ្វើការខកខ្លួនជាបន្តបន្ទាប់ក្រោយពីពួកគេបានធ្វើសកម្មភាពចាក់សម្លាប់ជីដូនរបស់ខ្លួនឯងមូលហេតុដែលនាំឲ្យមានការសោកនាដកម្មនេះគឺដោយសារការគំគួនដែលជីដូនតែងតែរារាំងនិងហាមឃាត់មិនឲ្យពួកគេមានសេចក្តីស្នេហានៅក្នុងវ័យសិក្សារឿងរ៉ាវនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង 11:00 នាទីព្រឹកថ្ងៃទី6 ខែមេសាឆ្នាំ2026ទីតាំងកាត់ហេតុស្ថិតនៅផ្ទះលេខ 3A តាមបណ្ដោយផ្លូវលេខ 620 ក្នុងភូមិកណ្ដាលសង្កាត់ច្បារអំពើទី2ខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនរងគ្រោះឈ្មោះទីកុងភេទស្រីអាយុ64ឆ្នាំមុខរបរជាអ្នកលក់ដូរនិងជាម្ចាស់ផ្ទះកាត់ហេតុជនសង្ស័យទាំងពីរនាក់ទី1ឈ្មោះសេងច័ន្ទបរមីអាយុ19ឆ្នាំទី2ឈ្មោះសេងហេងសានិកាអាយុ18ឆ្នាំយោងតាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថាដំបូងឡើយមានការរាយការណ៍ពីសាច់ញាតិថាមានមនុស្សស្លាប់ធម្មតានៅក្នុងផ្ទះប៉ុន្តែនៅពេលមន្ត្រីជំនាញកសលវិច័យចុះពិនិត្យសាកសពក៏បានរកឃើញសាកស្នាមចាក់និងកាំបិតពីក្រោយខ្នងដែលជាភស្តុតាងនៃអំពើឃាតកម្មភ្លាមនោះសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុករហូតឈានដល់ការឃាត់ខ្លួនចៅស្រីទាំងពីរនាក់យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌនៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានឆ្លើយសារភាពថាកាលពីយប់ថ្ងៃទី5 ខែមេសាឆ្នាំ2026វេលាម៉ោងប្រហែល 10:20 នាទីពួកគេបានប្រើកាំបិតចុងស្រួចចាក់ទៅលើជីដូនពីក្រោយខ្នងចំនួន1កាំបិតបណ្ដាលឲ្យហូរឈាមស្លាប់ភ្លាមមូលហេតុដែលធ្វើបែបនេះព្រោះពួកគេមានចិត្តគុំគួននឹងជីដូនជាយូរមកហើយដោយសារគាត់រឹតបន្តឹងសេរីភាពនិងមិនចង់ឲ្យពួកគេមានសង្សារក្នុងអំឡុងពេលកំពុងរៀនសូត្របច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទៅតាមផ្លូវច្បាប់